បុរសចំណាស់ម្នាក់បានជួយសង្គ្រោះពូបៃតុងពីទឹកជំនន់ប៉ុន្តែក្រោយជាច្រើនឆ្នាំក្រោយមកពូបៃតុងក៏បានមកខំគាត់វិញពេលនោះគាត់ឆ្ងល់ខ្លាំងណាស់ពេលនោះលោកតាឈឺចាប់រៀបនឹងស្លាប់ហើយនោះពូបៃតុងក៏ចេញមកម្ដងទៀតហើយយកស្លឹកប្រាក់មួយហើយក៏ដាក់លើរបួសដែលវាខាំពេលនោះស្រាប់តែមុខរបួសបានជាសេះស្បើយទាំងស្រុងទង្វើរបស់ពូបៃតុងដែលលោកតាធ្លាប់ជាអាកប្បកិរិយានេះក៏ធ្វើឲ្យមនុស្សចាស់ឆ្អល់បានទេប៉ុន្តែពេលគាត់ទៅថាពេលយប់ថាចៅក្រមស្រុកត្រូវពុះចាក់អ្នកយាមគូបានផ្សាយនោះគាត់យកពីចិត្តណារបស់ពូបៃតុងវាប្រែថាកាលពី10ឆ្នាំមុនទីក្រុងបានរងទុក្ខជួបនឹងទឹកជំនន់ម្ដងក្នុងមួយសហវត្តទឹកលិចផ្ទះរាប់មិនអស់វាបានបែកបាក់នៅក្រោមការវាយប្រហារបុរសចំណាស់កំពុងបើកទូកតូចមួយចូលខំប្រឹងឆ្លងទឹកហើយក៏ឃើញក្មេងប្រុសហន្តែតលើទឹកគាត់ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរប៉ុន្តែមិនបានយកចិត្តទុកដាក់ត្រូវបានជួយសង្គ្រោះហើយដាក់នៅលើទូកបន្ទាប់មកពួកគេបានជួយសង្គ្រោះជនរងគ្រោះទឹកក៏មានសត្វក្តាននឹងពូបៃតុងផងដែរទឹកជំនន់បានបន្តវាបានចំណាយពេល3ថ្ងៃ3យប់ដើម្បីទីបុរសចំណាស់ក៏អុំទូកចេញទៅទូកតូចបានចូលចតយ៉ាងរលូនហើយបន្ទាប់មកសត្វក្តាននិងពូបៃតុងក៏រត់ចូលព្រៃអស់ប៉ុន្តែក្មេងប្រុសដែលនៅសល់នេះបានក្លាយជាបញ្ហាលោកតាដឹងថាឪពុកម្ដាយក្មេងប្រុសគាត់ស្លាប់ក្នុងទឹកហើយគ្មានអ្នកណាមើលថែគាត់ក៏មានអារម្មណ៍អាណិតអាសូរគាត់ក៏យកមកចិញ្ចឹមត្រូវបានចាត់ទុកជាចិញ្ចឹមគាត់ដូចជាកូនប្រុសព្រោះផ្ទះដើមទឹកជំនន់លិចអស់ហើយលោកតាបានសាងសង់ផ្ទះងាយស្រួលជារស់នៅផ្ទះប៉ុន្តែក្មេងប្រុសមិនចូលចិត្តវាកន្លែងដែលខ្ញុំស្នាក់នៅគឺអាក្រក់ណាស់ខ្ញុំនៅទីនោះបុរសចំណាស់ដឹងថាគាត់មិនចូលចិត្តខ្ញុំគិតថាគាត់ធ្វើដើម្បីឪពុកម្ដាយរបស់ដូច្នេះហើយការសោកស្ដាយចំពោះការស្លាប់របស់មនុស្សជាទីស្រឡាញ់យកអាហារឲ្យគាត់ញោមប៉ុន្តែគាត់បានបោះវាចោលប៉ុន្តែបុរសចំណាស់មិនខឹងទេនៅតែធ្វើការទាំងយប់ទាំងថ្ងៃរកលុយទាំងយប់ទាំងថ្ងៃដើម្បីឲ្យកុមាររស់នៅយ៉ាងសុខស្រួលពួកគេថែមទាំងបានទៅឆ្ងាយរហូតដល់ការបញ្ជូនក្មេងប្រុសទៅសាលាគឺគ្រាន់តែយ៉ាងណាក៏ដោយក្មេងប្រុសនេះមានចរិតឆេវឆាវនិងបានត្រឹមតែសាយសម្លៀកបំពាក់របស់គាត់រហែកដូច្នេះគាត់បានស្ដីបន្ទោសពួកគេថែមទាំងវាយប្រហារពួកគេទៀតហើយទាញសក់ពួកគេចងជាប់គ្នាប្រាប់ពួកគេឲ្យវាយពួកគេរាល់ពេលដែលពួកគេឃើញយ៉ាងណាក៏ដោយគាត់មិនបានដឹងថាប៉ុន្មានអ្នកនេះទេមិត្តរួមថ្នាក់ទាំងអស់គឺជាគ្រួសារកូនម្ចាស់ដីជាអ្នកមានអំណាចគេបានមកចាប់បុរសចំណាស់ចាប់ផ្ដើមសុំលុយ1000តម្លឹងសម្រាប់ថ្លៃព្យាបាលទេបុរសចំណាស់ថាក្រីក៏គាត់គ្មានប្រាក់ទេសម្រាប់បង់ឲ្យគេគាត់បានអង្គុយនៅទីនោះទាំងអស់សង្ឃឹមពេញមួយយប់សត្វក្តានដែលគាត់បានជួយសង្គ្រោះមុននេះសត្វក្តានបានរកឃើញគាត់ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះវាចង់សងគុណលោកតាគាត់ដឹងគុណដែលបានជួយសង្គ្រោះហើយយកភ្លាមបុរសចំណាស់បានមកដល់កន្លែងអាថ៌កំបាំងមួយភ្នំនោះត្រូវបានបំពេញដោយមានគ្រឿងអលង្ការមានប្រាក់ប៉ុន្តែបុរសចំណាស់គ្រាន់តែយកតិចតួចដើម្បីត្រឡប់ទៅវិញថាឲ្យតែឃើញមនុស្សនេះបញ្ជាក់ថាផ្ទះពោពេញដោយមានប្រាក់និងនាំលាភសំណាងល្អនឹងមកដល់ហើយអ្វីនឹងទៅដល់ជាមួយនឹងចរន្តតាចាស់ទៅយកគ្រឿងអលង្ការមកផ្ទះវិញគឺក្មេងប្រុសឃើញហើយវាគឺចាប់ពីពេលនេះនៅលើក្មេងប្រុសនោះខ្លាយជាមនុស្សខ្ជិលច្រអូសដោយមានភាពខ្ជិលច្រអូសនៅពេលដែលអ្វីមិនដំណើរការនោះអ្នកនឹងមានការខឹងបុរសចំណាស់បានបញ្ចុះបញ្ចូលគាត់ពាក្យនៃកំហឹងសុចរិតត្រូវបានគេមិនអើពើសំបីតែតាចាស់ក៏មិនបានផ្ដល់ឲ្យគាត់នៅគ្រឿងអលង្ការទាំងអស់ខឹងនឹងខ្មាស់អៀនដោយសំនៃកំហឹងគាត់ថែមទាំងរត់ចេញពីផ្ទះទៀតផងគាត់បានទៅកន្លែងសីផឹកមួយគាត់ស្រវឹងហើយក៏ហក់ថាបុរសចំណាស់នោះជាមហាសេដ្ឋីលាក់ខ្លួនពីទឹកជំនន់ពួកគេរកប្រាក់បានច្រើនពីអ្នកស្លាប់ពាក្យទាំងនេះរីករាលដាលយ៉ាងឆាប់រហ័សចៅហ្វាយស្រុកបានដឹងពីរឿងនេះពីភូមិនិងក្រុងជុំវិញគាត់ក៏ខឹងហើយបន្ទាប់មកគាត់បានបញ្ជាឲ្យបុរសរបស់ដើម្បីដោះស្រាយបុរសដីនៅតុលាការសួរទៅតាចាស់លុយមកពីណាបុរសចំណាស់អាចនិយាយការពិតបានវាមានន័យថាសក្តានតូចបានធ្វើនេះដើម្បីសងតែចៃក្រមអាចជឿវាដោយរបៀបណាគាត់ត្រូវបានគេចាប់ដាក់គុកនៅពេលនោះបុរសចំណាស់មានអារម្មណ៍កាន់តែមានទុកព្រួយនិងខឹងសម្បាកាន់តែខ្លាំងឡើងនៅពេលខ្ញុំនឹកយកថាហេតុអ្វីបានជាខ្ញុំបានប្រមូលអំពើអ្វីបានមួយជីវិតរហូតបញ្ចប់ទៅបែបនេះពួកគេកំពុងផឹកស្រានៅពេលនោះក្មេងប្រុសបានដឹងថាបុរសចំណាស់នោះត្រូវគេសប្បាយចិត្តជាខ្លាំងបន្ទាប់ពីចាប់បានខ្ញុំមានអារម្មណ៍ថាពេលតាចាស់ស្លាប់ទៅទ្រព្យសម្បត្តិទាំងអស់មាននរណាដឹងថាសត្វពូបៃតុងបានស្វែងរកលោកតាដែលត្រូវបានគេចាប់ហើយបានគិតពីយុទ្ធសាស្ត្រមួយដើម្បីជួយអ្នកចាស់លុបបំបាត់ការប៉ះពាល់ពេលមកដល់យប់ការិយាល័យខេត្តបានច្របូកច្របល់អភិបាលខេត្តត្រូវបានពុះចិត្តមានរបួសគ្រោះថ្នាក់គេបានអញ្ជើញវិជ្ជាបណ្ឌិតទាំងអស់មិនអាចជួយបានឆាប់នេះព័ត៌មានបានឈានលើដល់ក្នុងគុកអ្នកចាស់បានប្រាប់គេដឹងថាគាត់អាចជួយអភិបាលខេត្តអ្នកយាមក៏មិនស្ទាក់ស្ទើរឆាប់នាំតាចាស់ទៅឲ្យអភិបាលខេត្តគ្រាន់តែឃើញតាចាស់បានយកស្លាបព្រាបោកពុកមួយពិតប្រាកដមិនមួយពេលទេអភិបាលខេត្តបានជីវិញអភិបាលខេត្តសប្បាយចិត្តណាស់បានសម្រេចចិត្តពិនិត្យឡើងវិញករណីនេះពិតប្រាកដបន្ទាប់ពីពិនិត្យយ៉ាងល្អបានរកឃើញថាក្មេងប្រុសបានបង្កាច់បង្ខូចលោកតាដូច្នេះគេបានបញ្ជាឲ្យគេដាក់ក្មេងប្រុសចូលទៅក្នុងគុកលុបបំបាត់ទោសលោកតាដើម្បីបងប្អូនឲ្យអំណោយផលនៃការជួយសង្គ្រោះអភិបាលខេត្តក៏បានទទួលអ្នកចាស់ជាឧត្តមល្អពីពេលនោះមកលោកតាបានរស់នៅជីវិតដោយគ្មានការខ្វះខាតបងប្អូនដែលកំពុងទន់ណាមានអារម្មណ៍ថាក្មេងប្រុសដូចអ្នកណាគេដែរគឺដូចពួកអាចោសៀម KSK ខ្មែរស្រឡាញ់ខ្មែរជួយខ្មែររួមសាមពីពួកអាចោសៀមវិនី